lập bấy rương mía ấy lấy số một scoreประเทศ ដែលមានមាសច្រើនជាងគេវិញម្ដងក្រុមប្រឹក្សាមាសពិភពលោក WGC បានលើកឡើងថាមាសគឺជាធាតុផ្សំដ៏សំខាន់នៃទុនបម្រុងរបស់ធនាគារកណ្ដាលទូទាំងពិភពលោកដោយសារតែវាមានសុវត្ថិភាពមានភាពងាយស្រួលខ្ពស់ក្នុងការបដូរទៅជាសាច់ប្រាក់និងទទួលបានប្រាក់ចំណេញខ្ពស់ហេតុដូច្នេះសូមមកស្គាល់ប្រទេសទាំង10ដែលមានមាសបម្រុងទុកច្រើនជាងគេនៅលើពិភពលោកយោងតាមទិន្នន័យមូលនិធិរូបិយវត្ថុអន្តរជាតិដែលហៅកាត់ថា IMF បានបង្ហាញថាទី1គឺសហរដ្ឋអាមេរិកមានមាសបម្រុង 8,133 តោនបើគិតជាប្រាក់មានតម្លៃជាង 500,000 លានដុល្លារសហរដ្ឋអាមេរិកដែលត្រូវបានរក្សាទុកនៅក្នុងឃ្លាំងមាស Fort Knox ទី2គឺប្រទេសអាល្លឺម៉ង់មានមាសបម្រុង 3,352 តោនមាសនៅក្នុងឃ្លាំងរបស់ប្រទេសនេះភាគច្រើនត្រូវបាននាំចូលឬកែច្នៃឡើងវិញនៅក្នុងស្រុកទី3គឺអ៊ីតាលីមានមាសបម្រុង 2,451 តោនដែលរក្សាទុកនៅក្នុងឃ្លាំងនៅក្នុងទីក្រុងរ៉ូមនៅធនាគារស្វីសធនាគារជាតិអាមេរិកាំងនិងធនាគារជាតិនៃចក្រភពអង់គ្លេសទី4គឺបារាំងមានមាសបម្រុងរហូតទៅដល់ 2,436 តោនដែលភាគច្រើនទិញនៅក្នុងទសវត្សរ៍ទី50និង60ទី5គឺរុស្ស៊ីមានមាសបម្រុង 2,329 តោនប្រទេសនេះគឺជាប្រទេសផលិតមាសធំជាងគេទី3នៅលើពិភពលោកបន្ទាប់ពីចិននិងអូស្ត្រាលីទី6គឺចិនមានមាសបម្រុង 2,113 តោនតម្រូវការប្រើប្រាស់មាសនៅក្នុងប្រទេសនេះគឺបច្ចុប្បន្នគឺច្រើនជាងគេបំផុតនៅក្នុងពិភពលោកទី7គឺស្វីសមានមាសបម្រុង 1,040 តោនសកម្មភាពរករ៉ែមាសនៅក្នុងប្រទេសនេះមានកម្រិតហេតុដូច្នេះមាសភាគច្រើនត្រូវបាននាំចូលដោយនៅឆ្នាំ 2022 ស្វីសគឺជាប្រទេសនាំចូលមាសដ៏ធំបំផុតរបស់ពិភពលោកទី8គឺជប៉ុនមានមាសបម្រុង 7,846 តោនដែលបច្ចុប្បន្នមានតម្លៃស្មើទៅនឹង 52,000 លានដុល្លារសហរដ្ឋអាមេរិកទី9គឺឥណ្ឌាមានមាសបម្រុង 800 តោននៅឆ្នាំ 2022 ឥណ្ឌាបានក្លាយជាអ្នកប្រើប្រាស់មាសច្រើនជាងគេទី2នៅក្នុងពិភពលោកហើយពិធីបុណ្យនិងរដូវមង្គលការនៅក្នុងប្រទេសនេះតែងតែជាឱកាសរកប្រាក់ចំណេញសម្រាប់ក្រុមហ៊ុនមាសទី10គឺប្រទេសហូឡង់មានមាសបម្រុងរហូតដល់ 612 តោន